ជំរាបសួរអ្នកគ្រូខ្ញុំមានអារម្មណ៍ថាមុនដំបូងខ្ញុំមានអារម្មណ៍ថាវាគឺជាពិតជាពិបាកណាស់ប៉ុន្តែពេលដែលខ្ញុំបានធ្វើការជាមួយក្រុមខ្ញុំបានពិភាក្សាជាមួយគ្នាខ្ញុំមានអារម្មណ៍ថាវាគឺពិតជាងាយស្រួលនិងធ្វើឲ្យខ្ញុំយល់បន្ថែមនិងមានទំនុកចិត្តក្នុងខ្លួនឯងវាសួរអ្នកគ្រូចំពោះការដេញដោលនេះខ្ញុំមានអារម្មណ៍ថាសប្បាយដែលបានចូលរួមប្រកួតរវាងថ្នាក់ហើយក្នុងការចែកដេញដោលនេះខ្ញុំឃើញថាក្រុមខ្ញុំមានការសហការគ្នាបានយ៉ាងល្អហើយការឈ្នះខ្ញុំសង្ឃឹម 100% លើក្រុមខ្ញុំថាអាចធ្វើបានល្អនៅក្នុងការប្រកួតអរគុណអ្នកគ្រូមានអារម្មណ៍ថាសប្បាយចិត្តនិងគិតថាអាចធ្វើបាន 100% Yes ទីឆយខ្ញុំគិតថាល្អព្រោះធ្វើឲ្យយើងនឹងចេះជួយគ្នាហើយកាន់តែចេះសហការគ្នាវាទូទីឆើសម្រាប់ខ្ញុំក្នុងការដេញដោលដងហ្នឹងខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តហើយខ្ញុំអាចរៀនបានច្រើនពីវាហើយខ្ញុំហើយក្រុមខ្ញុំសង្ឃឹម 80% ក្នុងការឈ្នះការដេញដោលដងហ្នឹងជាសួរទីឆើចំពោះការជជែកដេញដោលលើកនេះពួកខ្ញុំមានអារម្មណ៍ថាសប្បាយហើយនឹងរំភើបក្នុងការទទួលនៅការប្រកួតប្រជែងមួយនេះមួយប្រកួតប្រជែងមួយហ្នឹងហើយក៏រងចាំនៅមើលនៅថ្ងៃប្រកួតនឹងដែរចង់ថាវាក្តៅកគុកប៉ុណ្ណាសម្រាប់ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តហើយភ័យតិចតួចដែរចិត្តក្នុងខ្ញុំទាំងអស់ខ្ញុំសង្ឃឹមថា 100% នឹងអាចធ្វើបានហើយការឈ្នះខ្ញុំសង្ឃឹម 100% លើក្រុមខ្ញុំថាអាចធ្វើបានល្អនៅក្នុងការប្រកួត 100% អាចនឹងធ្វើបានទាំងអស់គ្នា 100% ឈ្នះខ្ញុំសង្ឃឹម 80% ក្នុងការឈ្នះការដេញដោលដងហ្នឹងពួកយើងសង្ឃឹម 100% ពួកក្រុមយើងសង្ឃឹមថា 100% អាចនឹងចូលឈ្នះ